ការកសាងទំនុកចិត្តលើខ្លួនឯងនិងការជំនះភាពភ័យខ្លាចចំពោះខ្សែភ្នែកអ្នកដទៃមិនមែនជាការប្រែប្រួលត្រឹមតែមួយយប់នោះទេប៉ុន្តែវាគឺជាសិល្បៈនៃការច្នៃចិត្តខាងក្រោមនេះគឺជាអត្ថបទដែលនឹងពង្រឹងស្មារតីដើម្បីឲ្យអ្នកក្លាយជាមនុស្សថ្មីដែលមានពន្លឺចេញពីខាងក្នុងធ្វើជាម្ចាស់នៃព្រលឹងខ្លួនឯងវិធីឈប់បារម្ភពីខ្សែភ្នែកអ្នកដទៃនិងការកសាងទំនុកចិត្តដ៏រឹងមាំមនុស្សភាគច្រើនរស់នៅក្នុងគុកដែលមើលមិនឃើញដែលសង់ឡើងដោយពាក្យសម្ដីនិងការរំពឹងទុករបស់អ្នកដទៃដើម្បីរំដោះខ្លួនចេញពីគុកនោះអ្នកត្រូវតែយល់ដឹងពីចំណុចសំខាន់ៗដូចខាងក្រោមទី1គឺឈប់ផ្ដល់អំណាចឲ្យអ្នកដទៃហេតុអ្វីបានជាយើងខ្លាចគេពីព្រោះយើងដាក់តម្លៃខ្លួនឯងទៅលើមាត់របស់ពួកគេបើគេសរសើរយើងក៏សប្បាយចិត្តបើគេរិះគន់យើងខូចចិត្តនេះមានន័យថាអ្នកកំពុងតែឲ្យគេកាន់តេឡេបញ្ជាអារម្មណ៍របស់អ្នកការពិតដែលអ្នកត្រូវដឹងមនុស្សម្នាក់រវល់តែបារម្ភពីរឿងរៀងខ្លួនឬក៏រឿងខ្លួនឯងនិងបញ្ហារបស់គេតែប៉ុណ្ណោះគ្មានអ្នកណាមកអង្គុយតាមដានកំហុសរបស់អ្នក24ម៉ោងនោះទេអ្វីដែលអ្នកគិតថាគេកំពុងសម្លឹងមើលអ្នកភាគច្រើនគ្រាន់តែជាការគិតមុំមីរបស់ខ្លួនឯងតែប៉ុណ្ណោះរាល់ពេលដែលអ្នកមានអារម្មណ៍ថាខ្លាចគេមើលមកអ្នកមិនល្អចូលប្រាប់ខ្លួនឯងថាតម្លៃរបស់ខ្ញុំស្ថិតនៅលើអ្វីដែលខ្ញុំធ្វើមិនមែនស្ថិតនៅលើអ្វីដែលគេនិយាយនោះទេទី2គឺទទួលយកភាពមិនល្អឥតខ្ចោះភាពភ័យខ្លាចកើតចេញពីការចង់ល្អឥតខ្ចោះរបស់អ្នកដើម្បីកុំឲ្យគេរិះគន់បានប៉ុន្តែគ្មានមនុស្សណាម្នាក់ដែលមិនធ្លាប់ខុសនោះទេផ្លាស់ប្ដូរទស្សនៈកំហុសមិនមែនជាការបរាជ័យទេប៉ុន្តែវាគឺជាមេរៀននៅពេលអ្នកអនុញ្ញាតឲ្យខ្លួនឯងធ្វើខុសអ្នកនឹងលែងសូវមានសម្ពាធទំនុកចិត្តពិតប្រាកដកើតចេញពីការហ៊ានដើរទាំងញ័រជើងមិនមែនការរងចាំរហូតដល់លេងញ័រជើងទើបដើរនោះទេទី3គឺបង្កើនជ័យជំនះតូចៗរាល់ថ្ងៃទំនុកចិត្តមិនអាចស្រែកហៅបានទេវាត្រូវតែសាងសង់កុំព្យាយាមធ្វើរឿងធំភ្លាមកំណត់គោលដៅតូចដែលអ្នកអាចធ្វើបាន 100% ឧទាហរណ៍ក្រោកពីគេងឲ្យទាន់ពេលការរៀបចំកន្លែងធ្វើការឲ្យមានរបៀបឬការរៀនពាក្យថ្មីមួយពាក្យក្នុងមួយថ្ងៃលទ្ធផលនៅពេលអ្នកសម្រេចកិច្ចការតូចទាំងនេះខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមជឿជាក់ថាខ្ញុំអាចធ្វើវាបានទំនុកចិត្តតូចទាំងនេះនឹងផ្សំគ្នាក្លាយជាទំនុកចិត្តដ៏ធំធេងទី4ការសន្ទនាជាមួយខ្លួនឯងតើសម្លេងក្នុងចិត្តរបស់អ្នកគឺជាមិត្តឬជាសត្រូវបើអ្នកតែងតែប្រាប់ខ្លួនឯងថាខ្ញុំធ្វើមិនកើតទេខ្ញុំអន់ចិត្តណាស់ខ្ញុំអន់ណាស់នោះអ្នកនឹងខ្លាចជាមនុស្សបែបនោះមែនការលួងលោមចិត្តចូលនិយាយជាមួយខ្លួនឯងដូចនិយាយជាមួយមិត្តភក្តិដែលអ្នកស្រឡាញ់បំផុតបើអ្នកមិនដាក់ទោសមិត្តភក្តិពេលគេធ្វើខុសទេហេតុអ្វីអ្នកត្រូវដាក់ទោសខ្លួនឯងចូលប្រើពាក្យលើកទឹកចិត្តខ្លួនឯងថាមិនអីទេលើក្រោយនឹងប្រសើរជាងនេះឬខ្ញុំមានចំណុចពិសេសដែលគ្មាននរណាមានទី5ការរៀបចំខ្លួននិងចំណេះដឹងទំនុកចិត្ត50%កើតចេញពីការត្រៀមខ្លួនបើអ្នកត្រូវឡើងនិយាយជាសាធារណៈអ្នកបានហាត់រៀន100ដងភាពភ័យខ្លាចនឹងត្រូវជំនួសដោយភាពស្ទាត់ជំនាញវិធីអនុវត្តគឺវិនិយោគលើខ្លួនឯងរៀនជំនាញថ្មីអានសៀវភៅឲ្យបានច្រើននិងថែរក្សាសុខភាពរូបរាងកាយឲ្យបានស្អាតបាតនៅពេលអ្នកមានអារម្មណ៍ថាខ្លួនឯងមានគុណភាពអ្នកនឹងលែងខ្លាចអ្នកដទៃដោយស្វ័យប្រវត្តិ6កុំប្រៀបធៀបខាងក្នុងរបស់អ្នកទៅនឹងខាងក្រៅរបស់អ្នកដទៃនៅលើបណ្ដាញសង្គមមនុស្សគ្រប់គ្នាតែងតែបង្ហាញភាពជោគជ័យនិងភាពស្អាតឆើតឆាយបើអ្នកយកជីវិតពិតរបស់អ្នកដែលមានទាំងភាពនឿយហត់និងបញ្ហាទៅប្រៀបធៀបនឹងរូបភាពសម្ដែងរបស់គេអ្នកនឹងបាត់បង់ទំនុកចិត្តភ្លាមចងចាំថាមនុស្សគ្រប់គ្នាមានបញ្ហារៀងៗខ្លួនគ្រាន់តែគេមិនបង្ហាញអ្នកកំពុងដើរលើផ្លូវរបស់អ្នកគេកំពុងដើរលើផ្លូវរបស់គេចូលប្រកួតប្រជែងជាមួយខ្លួនឯងកាលពីម្សិលមិញតែម្នាក់គត់7
ការដែលអ្នកខ្លាចគេព្រោះអ្នកមានបេះដូងទន់ភ្លន់និងផ្ដល់តម្លៃដល់ទំនាក់ទំនងវាមិនមែនជាចំណុចខ្សោយទេប៉ុន្តែចូលប្រើភាពទន់ភ្លន់នោះមកស្រឡាញ់ខ្លួនឯងវិញអ្នកគឺជាតួឯកក្នុងជីវិតរបស់អ្នកមិនមែនជាតួបន្ទាប់បន្សំក្នុងជីវិតរបស់អ្នកដទៃឡើយចូលដកដង្ហើមវែងឈរឲ្យត្រង់ខ្លួនសម្លឹងមើលកញ្ចក់ហើយញញឹមដាក់មនុស្សម្នាក់នៅក្នុងនោះមនុស្សម្នាក់នោះហើយដែលឆ្លងកាត់រឿងរ៉ាវរាប់មិនអស់មកជាមួយអ្នកហើយគេសមនឹងទទួលបានការជឿជាក់ពីអ្នកបំផុតធ្វើវាទាំងខ្លាចធ្វើវាទាំងញ័រហើយថ្ងៃណាមួយអ្នកនឹងឆ្ងល់ថាហេតុអ្វីកាលពីមុនយើងត្រូវខ្លាចរឿងតូចតាចទាំងនោះម្ល៉េះនៅពេលដែលភាពភ័យខ្លាចចំពោះខ្សែភ្នែកអ្នកដតីចាប់ផ្ដើមលេចឡើងវាមិនមែនជាការងាយស្រួលទេក្នុងការទប់ទល់តាមរយៈការគិតវែងឆ្ងាយវិធីដែលល្អបំផុតគឺការប្រើពាក្យគន្លឹះឬក៏សារខ្លីៗដែលមានអំណាចដើម្បីដាស់តឿនសតិអ្នកភ្លាមខាងក្រោមនេះគឺជាសារទន្ទិញដែលអ្នកអាចជ្រើសរើសយកមកប្រើតាមកលៈទេសៈទី1សារសម្រាប់កាត់បន្ថយសម្ពាធពេលភ័យខ្លាចការរិះគន់គេមិនបានចំណាយពេលគិតពីខ្ញុំដោយអ្វីដែលខ្ញុំកំពុងបារម្ភនោះទេសារនេះជួយរំលឹកអ្នកថាមនុស្សគ្រប់គ្នាមានបញ្ហាផ្ទាល់ខ្លួនរៀងៗខ្លួនពួកគេមើលមកអ្នកត្រឹមតែមួយផ្លែតឬក៏ផ្លេចបាត់ទៅវិញប៉ុន្តែមានតែអ្នកទេដែលយកវាមកទុកក្នុងចិត្តរាប់ម៉ោង2សារសម្រាប់ពង្រឹងអំណាចក្នុងចិត្តពេលខ្លាចគេមិនពេញចិត្តតម្លៃរបស់ខ្ញុំមិនស្ថិតនៅលើមាត់អ្នកដទៃឡើយសុទ្ធ3ដងតម្លៃរបស់ខ្ញុំមិនមែនស្ថិតនៅលើមាត់អ្នកដទៃឡើយតម្លៃរបស់ខ្ញុំមិនមែនស្ថិតនៅលើមាត់អ្នកដទៃឡើយតម្លៃរបស់ខ្ញុំមិនមែនស្ថិតនៅលើមាត់អ្នកដទៃឡើយហេតុផលវាគឺជាការទាញយកតេឡេបញ្ជីអារម្មណ៍មកកាន់នៅក្នុងដៃវិញគេអាចនិយាយអ្វីក៏បានប៉ុន្តែវាមិនអាចផ្លាស់ប្ដូរការពិតថាអ្នកជាមនុស្សមានតម្លៃនោះទេសារសម្រាប់ជំរុញភាពក្លាហានពេលខ្លាចធ្វើខុសខ្ញុំអនុញ្ញាតឲ្យខ្លួនឯងធ្វើខុសដើម្បីរៀនសូត្រនិងធំធាត់ហេតុផលភាពភ័យខ្លាចភាគច្រើនបានមកពីការចង់ល្អឥតខ្ចោះនៅពេលអ្នកផ្ដល់សិទ្ធិឲ្យខ្លួនឯងធ្វើខុសអ្នកនឹងមានអារម្មណ៍ថាធូរស្រាលនិងហ៊ានធ្វើអ្វីៗបានច្រើនជាងមុន4សារសម្រាប់ដាស់សតិឲ្យរស់ក្នុងបច្ចុប្បន្នពេលភ័យខ្លាចបរិយាកាសជុំវិញដកដង្ហើមចូលខ្ញុំកំពុងមានសុវត្ថិភាពដកដង្ហើមចេញខ្ញុំលែងខ្វាយខ្វល់ពីខ្សែភ្នែកអ្នកដទៃហេតុផលការភ្ជាប់ពាក្យសម្ដីជាមួយដង្ហើមជួយឲ្យប្រព័ន្ធប្រសាទរបស់អ្នកស្ងប់ពីភាពសន្ស្លោវិធីសាស្ត្រអនុវត្តឲ្យមានប្រសិទ្ធភាពដើម្បីឲ្យសារទាំងនេះមានទម្ងន់នៅពេលអ្នកភ័យខ្លាចអ្នកគួរធ្វើតាមជំហាននេះរើសសារតែមួយឬពីរដែលអ្នកពេញចិត្តបំផុតកុំព្យាយាមចាំទាំងអស់យកមួយណាដែលប៉ះបេះដូងអ្នកជាងគេសរសេរវាទុកក្នុងទូរស័ព្ទឬក៏ lock screen ឬក្រដាសតូចមួយដាក់ក្នុងកាបូបនិយាយក្នុងចិត្តរួមជាមួយការដកដង្ហើមនៅពេលអ្នកមានអារម្មណ៍ថាភ័យឲ្យដង្ហើមរបស់អ្នកដកវែងរួចសូត្រសារនៅក្នុងចិត្តតិច3ដងប្រើរាងកាយជួយនៅពេលសូត្រសារចូលព្យាយាមងើបមុខឲ្យត្រង់បើកស្មាឲ្យរីកព្រោះកាយវិការរឹងមាំនឹងជួយឲ្យចិត្តយើងរឹងមាំតាមក្រោយពាក្យស្លោកខ្លីៗមួយសម្រាប់អ្នកភាពក្លាហានមិនមែនជាការអវត្តមាននៃភាពភ័យខ្លាចឡើយប៉ុន្តែវាគឺជាការសម្រេចចិត្តធ្វើវាទោះបីជាកំពុងខ្លាចក៏ដោយវាដូចជាពេលនេះដែលខ្ញុំកំពុងអានអត្ថបទនេះជូនអ្នកទាំងអស់គ្នាទាំងដែលអារម្មណ៍របស់ខ្ញុំមិនសូវស្រួលប៉ុន្តែខ្ញុំនៅតែជំនះចិត្តរបស់ខ្ញុំដើម្បីអានអត្ថបទនេះជូនអ្នកសង្ឃឹមថាវាជួយអ្នកកុំឲ្យមានភាពភ័យខ្លាចហើយចាប់ផ្ដើមធ្វើវាមិនថាយើងញ័រយើងភ័យយ៉ាងណាក៏ដោយយើងត្រូវតែចាប់ផ្ដើមធ្វើអ្វីដែលយើងចង់ធ្វើសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ដល់ចុងបញ្ចប់